មិត្តការទី1អំពីកម្មសិទ្ធិឯកជននិងកម្មសិទ្ធិសាធារណៈជំពូកទី1អំពីគោលការណ៍នៃកម្មសិទ្ធិមាត្រា4សិទ្ធិនៃកម្មសិទ្ធិដែលចែងក្នុងមាត្រា44នៃរដ្ឋធម្មនុញ្ញឆ្នាំ1993អនុវត្តទៅលើអចលនវត្ថុទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាតាមលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់នេះមាត្រា5គ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេប្រសិនបើការដកហូតនោះមិនមែនដើម្បីប្រយោជន៍សាធារណៈការដកហូតត្រូវធ្វើឡើងតាមទម្រង់និងនីតិវិធីបទបញ្ញត្តិដោយច្បាប់និងបទបញ្ជាបន្ទាប់ពីបានផ្ដល់សំណងជាមុនដោយសមរម្យនិងយុត្តិធម៌មាត្រា6មានតែភូកៈត្រឹមត្រូវតាមច្បាប់ប៉ុណ្ណោះដែលអាចនាំឲ្យបានកម្មសិទ្ធិរដ្ឋក៏អាចផ្ដល់កម្មសិទ្ធិនៃទ្រព្យជាអចលនវត្ថុដែលជារបស់រដ្ឋក្នុងព្រំដែនជាក់លាក់ដែលបានកំណត់ដោយច្បាប់នេះដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែររាល់ការផ្ទេរឬផ្លាស់ប្ដូរសិទ្ធិនៃកម្មសិទ្ធិត្រូវធ្វើឡើងតាមវិធាននៃនីតិរួមនៃការលក់ការបន្តមរតកការដូរឬប្រតិណកម្មឬតាមសេចក្តីសម្រេចរបស់តុលាការមាត្រា7របបកម្មសិទ្ធិលើអចលនវត្ថុមុនឆ្នាំ1979មិនត្រូវបានទទួលស្គាល់មាត្រា8មានតែរូបវន្តបុគ្គលឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីនៃព្រះរាជាណាចក្រកម្ពុជាអ្នកមានឧបនិស្ស័យជាកម្មសិទ្ធិលើដីនៅកម្ពុជាគឺពលរដ្ឋខ្មែរទាំងអស់សមូហភាពដែនដីសាធារណៈគ្រឹះស្ថានសាធារណៈសហគមន៍ឬសមាគមកម្ពុជាដែលបានទទួលស្គាល់ដោយច្បាប់ថាជានីតិបុគ្គលជនបរទេសដែលបានក្លែងបន្លំបានសញ្ជាតិដើម្បីក្លាយជាកម្មសិទ្ធិករលើដីនៅកម្ពុជានឹងត្រូវផ្តន្ទាទោសដោយមានចែងក្នុងមាត្រា251នៃច្បាប់នេះទ្រព្យដែលបានមកក្នុងលក្ខខណ្ឌនេះត្រូវរឹបអូសយកទុកជាសម្បត្តិរដ្ឋដោយរដ្ឋមិនចេញសំណងឲ្យឡើយមាត្រា9ក្រុមហ៊ុនដែលចុះបញ្ជីនៅកម្ពុជាហើយដែលមានភាគហ៊ុនចាប់ពី 51% ឡើងទៅកាន់កាប់ដោយរូបវន្តបុគ្គលមានសញ្ជាតិខ្មែរឬនីតិបុគ្គលនៃច្បាប់កម្ពុជាអាចជាកម្មសិទ្ធិករនៃទ្រព្យសម្បត្តិជាដីបានមានតែចំនួនភាគរយនៃប្រាក់ហ៊ុនដែលមានចែងក្នុងលក្ខន្តិកៈក្រុមហ៊ុនប៉ុណ្ណោះទេដែលទទួលយកជាការបានរាល់ការព្រមព្រៀងដែលចុះហត្ថលេខាជាលក្ខណៈឯកជនរវាងអ្នកចូលហ៊ុនទាំងឡាយដែលមានន័យផ្ទុយពីនេះត្រូវទុកជាមោឃៈនិងគ្មានអានុភាពប្រសិនបើចំនួនភាគរយដែលមានចែងក្នុងលក្ខន្តិកៈបានប្រែប្រួលបណ្ដាលឲ្យក្រុមហ៊ុនលែងមានសញ្ជាតិជាខ្មែរក្រុមហ៊ុនមានកាតព្វកិច្ចធ្វើការផ្លាស់ប្ដូរលក្ខន្តិកៈឲ្យបានសមស្របតាមស្ថានភាពជាក់ស្ដែងហើយត្រូវផ្ដល់ព័ត៌មានទៅស្ថាប័នមានសមត្ថកិច្ចអំពីការប្រែប្រួលនេះដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ជាធរមានមាត្រា10កម្មសិទ្ធិរបស់បុគ្គលតែម្នាក់ទោះជារូបវន្តបុគ្គលក្តីនីតិបុគ្គលក្តីគឺជាកម្មសិទ្ធិឯកតជនកម្មសិទ្ធិរបស់បុគ្គលមួយក្រុមដែលមានបុព្វសិទ្ធិរៀងៗខ្លួនតាមរយៈច្បាប់ដែលមានបញ្ញត្តិអំពីកម្មសិទ្ធិនេះគឺជាកម្មសិទ្ធិសមូហភាពកម្មសិទ្ធិរបស់បុគ្គលច្រើនអ្នកដែលអនុវត្តសិទ្ធិរបស់ខ្លួនដោយសាមគ្គីគ្នាទៅលើទ្រព្យទាំងមូលគឺកម្មសិទ្ធិអវិភាគកម្មសិទ្ធិរបស់បុគ្គលច្រើនអ្នកដែលអនុវត្តនៅសិទ្ធិឯកជនផ្ដាច់មុខលើភាគខ្លះនៃទ្រព្យហើយភាគដទៃទៀតហៅថាភាគរួមត្រូវដាក់នៅក្រោមបទបញ្ជានីតិានុកូលឬតាមការព្រមព្រៀងពីសហកម្មសិទ្ធិប្រភេទនៃកម្មសិទ្ធិនីមួយៗត្រូវបានកំណត់ដោយបទបញ្ញត្តិដោយឡែករបស់កម្មសិទ្ធិទាំងនោះមាត្រា11របបគតិយុត្តនៃកម្មសិទ្ធិលើអចលនវត្ថុប្រែប្រួលទៅតាមតម្រូវការរបស់សង្គមខ្មែរដូចជាដីកសិកម្មព្រៃឈើផ្លូវទឹកត្រពាំងបឹងបួឬធាទឹកត្រើយសមុទ្រឬច្រាំងទន្លេអចលនវត្ថុក្នុងទីក្រុងនិងដីសម្រាប់សាងសង់តំបន់អភិវឌ្ឍឧស្សាហកម្មច្បាប់ពិសេសត្រូវបំពេញបទបញ្ញត្តិទាំងឡាយនៃអត្ថបទច្បាប់នេះឬតាំងបដិបញ្ញត្តិដើម្បីរក្សានៅការចាំបាច់ខាងសង្គមសេដ្ឋកិច្ចការរៀបចំដែនដីនិងនគរនីយកម្មបទបញ្ជាទាំងឡាយនិងបញ្ជាក់លម្អិតនៅរបបផ្សេងៗនៃកម្មសិទ្ធិដោយគោរពតាមបទបញ្ញត្តិនៃច្បាប់